បាទសូមគោរពសួរជំរាបសួរលោកលោកស្រីកញ្ញាក៏ដូចជាប្រិយមិត្តទស្សនិកជនដែលកំពុងទទួលរងចាំជាមួយនឹងកម្មវិធីស៊ីអារម្មណ៍ជាបន្តទៀតហើយជាមួយនឹងសប្តាហ៍ថ្មីមានអ្វីថ្មីការស៊ីអារម្មណ៍ថ្មីជាមួយនឹងតារាកិត្តិយសក៏ថ្មីរឿងរ៉ាវថ្មីជាមួយនឹងការចាក់ដោតដល់ក្រៅបេះដូងក៏ថ្មីអ្វីៗសុទ្ធតែថ្មីទាំងអស់នៅក្នុងសប្តាហ៍នេះយើងមានតារាកិត្តិយស2រូបដែលគាត់នឹងគឺពិបាកនិយាយភេទបន្តិចតែបានជ្រាបច្បាស់តែមកជួបជាមួយនឹងតារាកិត្តិយសមិនច្បាស់ភេទកម្មវិធីរបស់យើងក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Your World អរគុណដល់ Rock Comedy Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប Rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយនឹងសិល្បករតន្ត្រីករក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងដ៏ពីរោះបែប Rock គ្រប់ប្រភេទចង់ដឹងថាតើតារាកិត្តិយសគឺជាអ្នកណាហើយគាត់នោះមានភេទអីខ្លះសូមជួបជាមួយនឹងតារាកិត្តិយសដូចតទៅមានមនុស្សជាច្រើនដែលចូលចិត្តគាត់ហើយក៏មានមនុស្សមិនតិចទេដែលមិនសូវចូលចិត្តគាត់តែងតែនាំយកសំណើចនិងភាពកំប្លុកកំប្លែងដល់មនុស្សជាច្រើនតាមរយៈបណ្ដាញសង្គម Facebook ម្នាក់នោះគឺប៉ៃឌីថ្ងៃនេះគាត់បានមកជួបជាមួយកញ្ញាសាឡាត់ស្រីឡាងដៃគូដែលមានវោហារស័ព្ទមិនចាញ់គ្នានោះទេតារាសម្ដែងស្រីថ្មីរូបនេះកំពុងត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងធានាថាថ្ងៃនេះស៊ីអារម្មណ៍ហើយថែមទាំងសើចទៀតបងឌីអើយបើមានមនុស្សម្នាក់គេជួយស្លាញ់មកឯងជួយស្លាញ់មកយូរហើយមកគិតមិនដែរនិយាយទៅម្នាក់ហ្នឹងគឺស្លាញ់មកយូរហើយគេសម័យគេគិតទៅគេក្រាស់លើមកច្រើនឆ្នាំហើយណានិយាយទៅគេស្លាញ់មកខ្លាំងណាម្នាក់ស្រីហ្នឹងគេស្លាញ់មកខ្លាំងមែនតើគេអាចអត់មកបានទេបើឲ្យដឹងអត់ខ្ញុំប្រាប់ម៉ានដងអាឡាថាខ្ញុំអត់ស្រឡាញ់មនុស្សស្រីឯងយល់ទេចេះឆ្កែពីខ្ញុំអញ្ចឹងអូស្អីណាអូដេញហ្នឹងមកមកព្រោះវិញញ៉ាកណាមែនថ្ងៃនេះផងប្រឡំខ្លួនខ្ញុំស្រីដែរថ្ងៃហ្នឹងអូស្រីអត់ទេតែងខ្លួនចឹងដូចខ្ទើយមិនអាឡាងមែនតែមិនខ្ទើយខ្ញុំស្រីកន្លែងណាតែបញ្ជាក់ថាខ្ញុំខ្ទើយឡាងគេតែងខ្លួនផងកន្លែងណាតែបញ្ជាក់ថាខ្ញុំខ្ទើយមកឯងមកដូចខ្ទើយយល់អត់អត់បញ្ហាទេខ្ទើយសំខាន់ខ្ញុំស្អាតខ្ញុំខ្វល់ទេយល់ស្អុយអីមែនវិញឡាងបាទឈប់បងខ្ញុំឆ្លោះគ្នាតន់ចប់ទេបាទឈប់សិនមកឈប់ណាគេហៅមកបាទជំរាបសួរបាទជំរាបសួរសិនសូមជឿតែកណ្ដោះបាទគិតទៅអ្នកទាំងពីរគឺមិនខ្វះពាក្យសម្ដីមិនខ្វះអានេះពាក្យជជែកកំសាន្តមិនខ្វះការបាញ់គ្នាទេបាទហ្នឹងបើចូលមកខាត់តន់ហ្នឹងមើលបើសិននេះមិនខាត់តន់ញាក់សាច់ទេខ្ញុំស្អីចេះនិយាយបងបាទថៃពពុះមកដូចពពុះសាប៊ូមើលបាទហ្នឹងខ្ញុំស្អីចេះនិយាយបាទនិយាយសុខសប្បាយទាំងពីរនាក់ណាសុខសប្បាយបងសុខសប្បាយសុខសប្បាយធម្មតាហើយជួងធម្មតាមិនសុខឌីឈួតទេបងហ្នឹងហើយថាសុខឈួតបានសុខឈួតលក្ខណៈដាក់លេលើដាក់ដោះអាវហើយចង់និយាយថាមកហ្នឹងតែមួយឃើញដោះអាវដែរហ្នឹងហើយហ្នឹងថតរឿងតែគាត់និយាយម្ដងគាត់ធីកឥឡូវនេះឃើញថាអ្នកទាំងពីរមកលក្ខណៈវល់ពីដំបូងប៉ុណ្ណេះហើយគឺថាតិចទៀតជាមួយនឹងវគ្គស៊ីអារម្មណ៍របស់យើងនៅតែមានបន្តទៀតជាមួយកម្មវិធីរបស់យើងមិនទាន់បានស៊ើបសួរមិនទាន់បានដឹងជឿច្បាស់ទេព្រោះកម្មវិធីថ្ងៃនេះគឺលក្ខណៈបែកផ្សែងយកគ្នាតែម្ដងអរគុណខ្ចាយមកមុននឹងបន្តជាមួយនឹងការស៊ីអារម្មណ៍ជាបន្តទៀតក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Your World សម្រាប់ពេលនេះអញ្ញាតសូមសម្រាប់បន្តិចសិនសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធីស៊ីអារម្មណ៍មុននឹងជួបជាមួយនឹងរឿងរ៉ាវសាកសួរជាបន្តក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីអរគុណដល់ Heineken Open Your World សូមអរគុណដល់ Rock Comedy Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប Rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយសិល្បករតន្ត្រីករនៅក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងពីរូបបែប Rock គ្រប់ប្រភេទជំរាបសួរម្ដងទៀតបាទសួរញយជំរាបសួរចង់ប៉ាន់ស្ពុតអូណែអូសំទុកខ្ញុំវាលៀនណែគឺថាសូវស្រួលខ្ញុំមិនសូវថាលិចអីឬគឺថាអត់ទេបងតែទេចង់និយាយថាកុំឲ្យសរសើរលិចសាច់កន្លែងកពួនជើងអីច្រើនពេកបាទពួកខ្ញុំកាន់សិលហើយចិត្តប៉ះពាល់ស្នាមដេកូលហងហ្នឹងហើយឥឡូវចេះមិញលោកឡងឌីសេមិនបាច់ឌីទៅអូយខ្ញុំឡៃសេមឡងឌីហ្នឹងហើយដូចប្លែកយ៉ាងម៉េចខ្ញុំអៀនឈ្មោះពិតខ្លួនឯងខ្ញុំហើយនឹកឃើញមិញបានដាក់ទៅប៉ៃឌីវិញបាទហើយឈ្មោះឡងឌីសេមនឹងប្រពន្ធស្ងអីឡងឌីឈ្មោះពិតបងឡងឌីថ្ងៃច័ន្ទណាឡងឌីថ្ងៃច័ន្ទប្រាំងមើលមុខខ្ញុំដូចប្រាំងណាបងកូនកាត់ដូចតែសក់ដូចប្រាំងហ៎ដូចប្រាំងហ៎
នេះគឺមិនដូចឈ្មោះទៅបីឌីវិញ នឹកឃើញថាឈ្មោះឡងឌីប្រុសពេកបងដាក់បីឌីរៀងខ្លាយ ទីខ្លាយតិចណា ហើយដល់ពេលដាក់ឈ្មោះចឹងអត់ខាច់ប៉ាម៉ាក់បារម្ភទេ ចុះឈ្មោះនៅដែរតែបងឌីតែបីរៀងចេញមកដូចបុផាអញ្ចឹងណាបីឌី បាច់ចំបីអញ្ចឹងណា និយាយទៅគាត់ឆ្លាញ់របៀបអីទុនខ្លួនអញ្ចឹងបង ហ្នឹងហើយគេសុភាពអញ្ចឹងហើយមិនដូចឯងទេ គាត់សុភាពដែរ ហើយចង់សួរថាណែបីឌីនឹកឃើញដំបូងមិនមូលហេតុអ្វីបាននឹកឃើញចង់បង្កើតវីដេអូឃ្លីបខ្លាំងខ្លាំង តាមពិតដំបូងដូចមិនសូវចេះទេបងរឿង Facebook រឿងបង្ហោះឃ្លីបនេះសម្រាប់រូបផុសមួយ10នាក់20នាក់អញ្ចឹងណាបងហើយជំនាន់ហ្នឹងកាល2013ហ្នឹងអត់ស្គាល់ល្បីរឿងអ្នកបង្ហោះឃ្លីបអីទេបាទបន្ទាប់មកមានមិត្តភ័ក្តិគេនិយាយថាអូឃើញម្នាក់នោះផុសឃ្លីបផុសអីអញ្ចឹងខ្ញុំក៏ឃើញទៅក៏ផុសតាមគេទៅឲ្យ take ឲ្យពួកម៉ាក់ប្រហែលអ្នកហ្នឹងទេបន្ទាប់មកក៏មានការ share តគ្នារហូតដល់ថ្ងៃហ្នឹងអញ្ចឹងទៅបាទយើងចិត្តបន្តមកមនុស្សយើងចូលដែរមានគេមើលច្រើនយើងតទៀត ធម្មតាទេអ្នកសិស្សបាក់ចឹងឯងបើចង់និយាយថាអត់ណាក់ទីប្រហែលដែលយើងបញ្ឈប់ការសិក្សា ឥឡូវខ្ញុំនៅរៀនទី12ដែរតាបង នៅបន្តទេណា នេះនៅរៀនទៀតតែឃើញទៅផងហ្នឹង ចុះមកខ្ញុំទៅໄວណាខ្ញុំ24ម៉ោងមិនហើយដល់ខ្ញុំទៅខ្ញុំនេះសែមតទៅបង ឥឡូវសួរខាងបីឌីវិញមិននៅបន្តការសិក្សាឬក៏បញ្ចប់ហើយ ខ្ញុំបងអត់ដែរគាត់ចូលរៀនទេថ្ងៃគាត់ដើរលេង ទេបងសួរខ្ញុំទៅអីបងអី ខ្លាចជំនួស អើបើឡើងឆ្លើយហ្នឹងឯងត្រូវអីបងចឹង ឥឡូវអាការសិក្សាជួសិនឬក៏ បាទជួបាទរយៈសិនបង ឈប់ហ្មងហ៎ ហេកុំនិយាយចឹង ដល់មកជាឡាយហើយឬក៏ជួហើយជាឡាយ បាទបាទ ខាងផ្នែកឯដែរ ខាងផ្នែក interior design ខាងប្រុសទៀតទេបងហ្នឹងខាងវិស្វករម្ដងអីចឹងណា អញ្ចឹងណា design អីហ្នឹងបាទ ជំនាញខាងអីដែរ ដល់ពេលខ្ញុំបាយចំណិតចេះកាត់តវីដេអូ ខ្ញុំតាមមេធាវី design ដល់ពេលធ្វើការខាងអីដេប៉ាក់ ដេប៉ាក់បងហ្នឹងហើយ ឥឡូវសង្កេតឃើញមួយទៀតសិឡាងបច្ចុប្បន្ននេះមានតួនាទីជាអីខ្លះនៅក្នុងវិស័យសិល្បៈ គ្រប់មុខអីធ្វើនេះ និយាយទៅខ្ញុំជាតារាសម្ដែង ជាតារាសម្ដែងមួយ តារាសម្ដែងទៀតណា ជាតារាភាពយន្តនេះណាបាទភាពយន្តក៏អាចដែរធ្លាប់លេងរឿងធាធ្លាប់លេងរឿង ជារឿងដុំបង រឿងដុំទៅណាកំពុងតែចាប់ផ្ដើមទៀត ចាបង តារាភាពយន្តឬក៏អ្នកសម្ដែងកុនហេតុអីបានសិឡាងត្រឡប់មកពីការសម្ដែងកុនមកជាអ្នក YouTuber វិញ បាទនិយាយទៅបងគឺខ្ញុំជាសិល្បៈប៉ុន្តែដោយសារតែខ្ញុំឃើញខ្ញុំអ្វីខ្ញុំចូលចិត្តហ្នឹងគឺធ្វើវីដេអូខ្ញុំគិតតែមិនដំបងខ្ញុំធ្វើតែមួយឯងបងដោយសារតែមួយហ្នឹងគេគ្រប់គ្រងច្រើនអញ្ចឹងគេចេះតែជំរុញឲ្យធ្វើថែម យើងក៏ចូលបន្តទៀតទៅ និយាយទៅមិនមែនចូលបងលក្ខណៈថាតាមចិត្តពួកគាត់ចង់បានអញ្ចឹងគឺ អូចូលហើយនឹងចូលហើយអូនចូលហើយអូនចូលហើយ ទទួលស្គាល់ទៅ បាយពេកនេះជាមួយនឹងការបង្កើតថ្មីជាមួយនឹងវីដេអូកំ pl នឹងត្រៀមទុកមុនឬក៏យើងនឹកឃើញធ្វើភ្លាមឬមានកម្រងនៅអ្នកប្រាប់ដែរ បាទវាដល់ពេលបងជួនកាលយើងអង្គុយយើងនឹកឃើញអញ្ចឹងទៅណាបាទជួនកាលទៅយើងកំពុងតែណែនខ្លាំងពេកយើងគិតអត់ចេញបងគិតចេញទៅផ្លូវហ្នឹងទៅណែនគូក្បាលយើងហ្នឹងបាទហ្នឹង ពិបាកអាណែនហ្នឹងមិនស្រួលទេណាជួនកាលណាបាទជួនកាលយើងទម្លាយចេញមកបានធូរហើយពេលខ្ញុំចាប់អារម្មណ៍មួយទៀតពីមុនល្បីហើយតែឯងតែឥឡូវនឹកឃើញចាប់ដៃគូជាមួយដុល្លារមូលហេតុអីហើយស្គាល់គ្នាពីពេលណា ទៅពេលណាឡើយ និយាយទៅគឺបងឌីហ្នឹងខ្ញុំខ្ញុំ fan គាត់យូរហើយ អូយ fan ទីនេះតា ថ្ងៃលើកមុនហ្នឹងគឺគាត់ទៅកម្មវិធី fan មិនចង់ជួបគាត់ចង់បើមិនតែឃើញ idol របស់ខ្លួន ហ្នឹងហើយគាត់ idol របស់ខ្ញុំហ្មងហើយដល់ពេលខ្លះចឹងលើកហ្នឹងហើយខ្ញុំជួបគាត់លើកទី1ហ្នឹងគឺបឹងកងតែគាត់ប្រហែលជាអត់ចាំខ្ញុំទេ គាត់ទៅទិញកៅអៅ brand អោ brand បឹងកង បន្តមកទៀតទៅគឺគាត់ទៅកម្មវិធីមួយខ្ញុំឮថាបងប៉ៃឌីមកគាត់ឮទៅនៅឈរចាំជួបហ្នឹងចឹងទៅថាតែមកបានជួបគាត់និយាយទៅស្រឡាញ់ញ៉ោបងពេលណាដែលជួបគ្នាដំបូង ជួបគ្នាដំបូងនៅបឹងកង បឹងកងតែពេលនេះមកជួបគាត់ទេ ពេលណាដែលយើងជួបគ្នាប្រសពនិយាយគ្នាបានណា បើនិយាយទៅគឺមានការងារមកមួយគ្នាដំបូងទៅជាប់គ្នាដល់ពេលចិត្ត ជាប់គ្នាវិស័យគ្នាជាប់ឡើងហើយណា មែនទេមានការងារធ្វើមួយគ្នាហ្នឹងចេះមានបតៈបន្ត ជាប់វិស័យ បតៈមិនឡើង ស្បៃមុងអី និយាយទៅធ្វើការរួម និយាយ គ្នា ទៅហ្នឹងហើយនិយាយ ការរួមគ្នា ហើយតមករហូតទៅបង អ្នកទាំងពីរឮថាមានคลิปវីដេអូមួយដែលប្លែកមីនៅក្នុងកម្មវិធីរបស់យើងដែលមិនទាន់បានចាក់នៅក្នុង YouTube ឬក៏បានធ្វើការបញ្ចេញនៅក្នុង Facebook របស់ខ្លួន បាទ ពិតជាមានមែន មានដោយសារតែវីដេអូឃ្លីបនេះធ្វើជាពិសេសជូនទៅដល់អ្នកដែលជាអ្នកគ្រប់គ្រងកម្មវិធីស៊ីអារម្មណ៍ផ្ទាល់តែម្ដង អូខេ បាទ ចង់ដឹងថាជាវីដេអូអ្វីបាញ់គ្នាហុយផ្សាយយ៉ាងណាឬក៏លក្ខណៈត្រាវគ្នាដល់កម្រិតណាឬក៏រមាស់រសើបរញៀបរញៀបទេណាឬក៏ចាក់ចុចដល់កម្រិតកំពូលណាគឺសូមទស្សនាវីដេអូឃ្លីបនេះដូចតទៅបាទសូមជឿ បងបាយឈ្មោះអីខ្ញុំឈ្មោះឡាងហ្នឹងបងហើយបងឯងអាយុប៉ុន្មានខ្ញុំ20ឆ្នាំបងហើយបងឯងមានសង្សារនៅ
nhưng mà toàn miên này bông nhưng ta sinh có Hello, bên đây. Bài nó nè năng ôi. Bọn ai mơ miên mà nè xảy nó mà nhai ôn nó. Chứ có quýt mòn á. Thôi nha. Ôi ôn đang bài khăn mình tên bọn nè. Chụp chung. hay lần chân nè bạn chỉ kè mạch đá nó cứ biết bao cái video clip chẳng គឺធម្មតាដូចខ្ញុំនិយាយចឹងពីអ្នកខ្ញុំគឺចូលចិត្តសប្បាយដូចគ្នាហើយឲ្យតែពេលនៅមួយគ្នាគឺគិតឃើញកំណត់អីដែលរៀងភាសាសម័យថាឈួតអីចឹងហើយអាសាតែចាក់ខ្ចៅជុំគ្នាអាសាទៅណាអត់ចេះមានកំណត់ថៃផ្នែកអត់អាសាចាក់ខ្ចៅបងញ៉ាំត្រាវបងឥឡូវចូលដល់ខ្ញែវិញតែកដាក់បៀកមាត់មកទៅបណ្ដាហើយការធ្វើ clip video ដែលធ្វើឲ្យគេខ្លះក៏ពេញចិត្តខ្លះក៏ជេរប្រមាថអីចឹងទៅបើពីនេះដែលរៀបច្បងគេសួរមុនប៉ាម៉ាក់ធ្លាប់ឃើញវីដេអូដែលគេជេរកូនទេធ្លាប់ហ្មងធ្លាប់ដែរបាទដល់ពេលឧទាហរណ៍តែជេរទៅប្រមាថកូនដល់ខ្លះពេលខ្លះទៀតប្រមាថដល់អាយុជីវិតដល់សុខភាពដល់អីដល់ជាខ្លះក៏ដល់ពួកគាត់អីទៀតដែរគាត់មានមតិយោបល់ត្រឡប់មកវិញមិនដែរធម្មតាបងទឹកចិត្តដែលជាម្ដាយឪពុកនោះគាត់ជាបារម្ភចំពោះកូនហើយមិនចង់ឲ្យកូនខ្លួនឯងត្រូវគេប្រមាថគេជេរអញ្ចឹងឯងហើយគាត់តែងតែប្រាប់ដែរថាឲ្យឈប់ឲ្យអីអញ្ចឹងណាបាទពីព្រោះថាដំបូងពេលដែលខ្ញុំចេញដំបូងហ្នឹងគឺអត់ទាន់បានអ្វីដែលជាដូចថានិយាយភាសាស្រួលស្រាប់គឺអត់មានបានអីមកវិញណាបាទគាត់និយាយធ្វើដើម្បីកំសាន្តអត់បានអីមកវិញហើយគឺត្រូវគេជេរត្រូវទៀតចឹងគាត់តែងតែប្រាប់ថាអត់ចង់ឲ្យឈប់ឲ្យអីប៉ុន្តែយើងនៅតែជំនះដល់ឥឡូវយើងអាចយើងនៅតែមុខក្រាស់បន្តទៀតដើម្បីជេរទៀតហ្នឹងហើយបាទមុខឡើងវិញដែរយ៉ាងណាដែរបាទនិយាយទៅខ្ញុំក៏ប៉ាក៏ធ្លាប់ប៉ាម៉ាក់ធ្លាប់ហាមគាត់ដែរហើយពូក៏គាត់តែមកប្រាប់ថាកុំលេងអញ្ចឹងពេកអីទៅហើយខ្ញុំប្រាប់គាត់ថានិយាយទៅខ្ញុំធ្វើអ្វីដែលគ្រាន់តែជាការសប្បាយធម្មតាទេខ្ញុំមិនមានប៉ះពាល់ដល់អីទាំងអស់អញ្ចឹងព្រោះមានអ្នកពេញចិត្តនឹងមានអ្នកអត់ពេញចិត្តអញ្ចឹងអ្នកអត់ពេញចិត្តឲ្យគាត់ទៅតាមគាត់ទៅនៅវគ្គក្រោយយើងនឹងសាកសួរថាតើបែបពីនេះគាត់នឹងជ្រើសរើសមនុស្សបែបណាធ្វើជាម្ចាស់បេះដូងហើយដល់ឡើងគាត់មានម្ចាស់បេះដូងហើយទៅនៅឬក៏ជ្រើសរើសបរិសុទ្ធបែបណាធ្វើជាដៃគូស្នេហារបស់គាត់ជាម្ចាស់បេះដូងរបស់គាត់ប៉ុន្តែមុននឹងសម្រាប់ក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open River សម្រាប់ពេលនេះសូមអនុញ្ញាតសម្រាប់មួយ Listenសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធីស៊ីអារម្មណ៍វគ្គចុងក្រោយដែលជាវគ្គមួយនឹងផ្ដល់ជូននៅការសម្ដែងសម្ដាប់ជាបន្តទៀតជាមួយនឹងតារាកិត្តិយសកំពូលគោកំពូលបាញ់កំពូលវ៉ាល់អរគុណមុននឹងជួបជាមួយនឹងអ្វីបន្តក៏សូមអរគុណជាមួយនឹងម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Jewel អរគុណដល់ Rock Comedy The Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប Rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយនឹងសិល្បករតន្ត្រីករក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងពីរោះបែប Rock គ្រប់ប្រភេទអរគុណសូមជួបម្ដងទៀតជាមួយអ្នកទាំងពីរដែលជាតារាកិត្តិយសដោយសារតែមិញនឹងយើងបានភ្ជាប់ពីវគ្គមុនយើងចង់សួរពីប្រអប់បេះដូងបន្តិចដែលឡានទាំងស្រស់សុភាទាំងនៅក្មេងខ្ចីទាំងវ័យដែលកំពុងតែមានភូមិរាចង់តាក់ទងក្រេបនៅលំអផ្កាអាយ៉ាតើជ្រៅហ្នឹងនេះមានម្ចាស់បេះដូងហើយទេមុខចឹងណាយកបងមិនដឹងទេមានបងអូមានម្ចាស់បេះដូងហើយមានមែននិយាយលេងនិយាយមែនអូនិយាយលេងតែបងប៉ាម៉ាក់ខ្ញុំម្ចាស់បេះដូងខ្ញុំប្រយ័ត្នតែអូចេះស៊ីអារម្មណ៍ទៀតអញ្ចឹងអត់បានន័យថាឥឡូវបេះដូងទទេស្អាតទេចាបងអាចមកបានណាបងណាសំទោសណាអាចផ្ទះមើលហើយណាជួនកាលអាចទៅវិញឯងបងអាចជីខែបដុំឬក៏ទៅឃើញទៅចិត្តផ្ទះបានណាអាច្រឹកចឹងសំខ្ញុំទៅហ្នឹងហើយអញ្ចឹងបានន័យថាពេលនេះអត់មានទេណាអត់មានទេបងមូលហេតុអីបានយើងមិនមានអត់អ្នកយកចង់យកឬក៏មិនមានអ្នកយកឬក៏គិតថាមិនតន់ចង់យកអត់តន់ចង់បានដោយសារតែឡាងហ៎និយាយទៅអត់តន់ចង់ហ្មងបងដឹងនិយាយប្រាប់មិញប្រាប់ថាអត់តន់ចង់ហ្មងអត់តន់ដល់អារម្មណ៍ហ្មងអូយយើងមិនតន់រអ្នកដែលប្រាថ្នាឃើញឬកន្លែងដែលប្រាថ្នាឃើញណាកន្លែងឡាងប្រាថ្នាតាមគៀនវត្តគៀនអីហ្នឹងអូបូតអារោការលោកហ្នឹងចុះពេលនេះឮថាមានប្តីស្អីអីហ្នឹងមិនដឹងដែរបាទពិតប្រកបដែរទេពលមានហ្នឹងបងមានឡើងនៅកំមុំនេះនិយាយតែខ្លាចមានអ្នកនៅផ្ទះមើលឬក៏អ្នកមើលតាមទូទស្សន៍ប្រច័ណ្ឌឬក៏មិនដែរសួរតាមត្រង់មានប្តីស្អីមែនឬក៏អីមានណាអត់ទេណាមាននៅល្អចាស់ហ្នឹង
គាត់នៅកំមុំមកបង គេលោកអ្នកនៅផ្ទះអីមើលថាយើងនិយាយចឹងអត់ស្មោះត្រង់មួយគេទេអី ដល់តែចំដោះស្រាយគ្នាវិញអីអត់ទេខ្ញុំអត់មាន អូយមនុស្សគាត់ពិបាកបែងចែកពិតឬក៏មិនពិតមើលទៅដូចជានៅកណ្ដាលប៉ុន្តែមិនអីទេឥឡូវនេះក៏ឈានដល់ចិត្តដល់បញ្ចប់នៃកម្មវិធីនេះទាំងពីរក៏មានបទចម្រៀងមួយបទដើម្បីបន្តនៅកម្មវិធីឲ្យរីករាយបន្តទៀតដែរហើយក៏ស៊ីអារម្មណ៍ជាមួយបទអីដែរបើមើលទៅ ខ្មាស់គេមែនទេមានអូនសង្សារ ត្រូវហើយ បងខ្មាស់គេខ្លាំង ខ្មាស់ណា អរគុណចង់ដឹងថាអ្នកទាំងពីរមានបទចម្រៀងបងរួមជាមួយនឹងការសម្ដែងយ៉ាងណានោះសូមជួបជាមួយនឹងបទចម្រៀងមួយបទនេះដូចតទៅបាទសូមជើញ តើគិតយ៉ាងណាបានជាចង់លាក់បាំងរឿងយើងពីរនាក់តើមានមនុស្សប៉ុន្មានអ្នកប្រឆាំងបានជាបងស្លេកស្លាំងពេលឃើញគេគុំយល់ច្រឡំគុំយំស្ដាប់សិនរឿងហេតុគឺមិនមែនដូចអូនគិតទេរឿងហេតុយ៉ាងណាមេត្តាមកស្រ័យឲ្យច្បាស់បានទេឬមានគេដែលសរសំជាងអូន ចង់ឲ្យអូនជាជាងតែសូមគុំសួរមកពេលមកដល់ចាំបងដល់ចំឡើយនេះប្រាប់មិនបានបងសុំចិត្តណាត្រានត្រើយមិនយូរឡើយបងនឹងបកស្រាយជារឿងខ្មៅគេមែនទេដែលមកមានអូនជាសង្សារបើបានជាសង្សារហាមិនដឹងខ្លាចជាស្នេហ៍លួចលាក់បងចង់ឲ្យយើងដឹងគូបន្តទៀតទេឬស្នេហ៍យើងទាំងពីរនាក់ប្រាំឲ្យជាងឲ្យអូនបានកាន់ចាំយកចិត្តបងខ្លះបានទេអត់យល់ឲ្យបងមួយរយយើងមិនចង់ឲ្យយើងពីរនាក់សង្ស័យនៅក្នុងទឹកនេត្រាបងស្ដាយក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្វើឲ្យរៀបរាលំបងមិនធ្លាប់ស្ដាយក្រោយនោះទេដែលជ្រើយើងជាសង្សារតែដងមកសន្យាថាមិនឲ្យអូនឈឺចាប់ឈឺហ្នឹងឯងឈឺនេះសវែងឆ្ងាយគុំងាយនិយាយពីចប់អត់និយាយពីអីឡើយស្នំព្រមជឿជាក់លើខាងណាតែជាងផ្លែហ្នឹងហេជឿរហូតទៅជឿទៅដៃអូនទៅជាមែនអូនខ្ញុំជឿតែបន្តិចទេណាអេជឿច្រើនទេថៃអត់ទេព្រោះសកម្មភាពធ្វើមកអត់ឲ្យជឿងក់ងច្រើនម៉េចហ៎ណាយោខ្មាស់គេមែនទេដែលអូនជាសង្សារតើគិនយ៉ាងណាបានជាចង់លាក់បាំងនឹងយើងពីរនាក់តើមានរូបប៉ុន្មានអ្នកប្រឆាំងបានជាបងស្នេហ៍ស្លាំងពេលឃើញគេគុំយល់ច្រឡំគុំយល់ច្រឡំទេបងសិនសងស្ដាប់ទេហេតុគឺមិនមែនដូចអូនគិតទេរឿងហេតុយ៉ាងណាមេត្តាមកស្រ័យឲ្យច្បាស់បានទេតនដល់ពេលដែលសរសំជាងអូនចង់ឲ្យអូនជាជាងតែសូមគុំសួរហើយពេលមួយមកដល់ចាំបងបដូរចំឡើយពេលនេះប្រាប់មិនបានបងសុំចិត្តណាត្រានត្រើយមិនយូរឡើយបងនឹងបកស្រាយជារឿងខ្មៅគេមែនទេដែលបងមានអូនជាសង្សារបើបានជាសង្សារហាមិនដឹងខ្លាចជាស្នេហ៍លួចលាក់គូបន្តទៀតទេឬស្នេហ៍យើងទាំងពីរបាច់គ្នាលើបងប្រាំឲ្យជាងឲ្យអូនបានកាន់ចាំយកចិត្តបងខ្លះបានទេទុកទៅឲ្យបងមួយរយយើងចង់ឲ្យយើងពីរនាក់សាងស្នេហ៍នៅក្នុងទឹកនេត្រាបងស្ដាយក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្វើឲ្យរៀបរាលលំបងមិនធ្លាប់ស្ដាយក្រោយនោះទេដែលជ្រើមេជាសង្សារតែបែរដងមកសន្យាថាមិនឲ្យអូនឈឺចាប់លើស្នេហ៍សល់វែងឆ្ងាយគុំងាយនិយាយពីចប់តាំងចិត្តស្នំព្រមជឿជាក់លើគ្នាជារឿងខ្មៅគេមែនទេដែលបងមានអូនជាសង្សារ
សួរដែរបាត់ជំនាញគេឲ្យចឹងបាច់ជាស្នេហ៍លួចលាក់ចង់ទៅរស់គួរបន្តទៀតទេរឿងស្នេហ៍យ៉ាងទាំងពីរនាងប្រាប់ឲ្យជាងហើយអូនបានកាន់ចឹងយល់ចិត្តបងខ្លះបានទេទុកពេលឲ្យបងមួយរយៈមិនចង់ឲ្យយើងពីរអ្នកសាងស្នេហ៍នៅក្នុងទឹកនេត្រាបងស្ដាយក្រោយមែនទេដែលច្រអូនជាសងសព្រោះអូនធ្លាប់ឲ្យរៀបរាល់លំបាមិនធ្លាប់ស្ដាយក្រោយនោះទេដែលជ្រើនាងមេជាសង្សារប្រវេដងមកសន្យាថាមិនឲ្យអូនឈឺចាប់ផ្លូវស្នេហ៍សល់វែងឆ្ងាយគុំងាយនិយាយពាក្យចប់តាំងចិត្តស្ងំព្រមជឿជាក់លើគ្នាជឿនៅអត់ជឿទេនៅតែមិនជឿលេចឯងទៅអត់ជឿទេបែកកុហកបែកគ្នាទៅឲ្យបងនិយាយផ្សិនបងអត់ឲ្យបងនិយាយម្ដងបានអត់ហ៎បែកគ្នាមែនអីតើឱកាសអូននិយាយម្ដងទៀតបែកគ្នាខ្ញុំប្រាប់ថាបែកគឺបែកឯងអត់មានខ្វល់ទេតែខ្ញុំចង់បែកគឺបែកខ្ញុំខ្វល់ទាំងអស់បែកគ្នាធុញណាស់ហើយបែកគ្នាក៏បែកគ្នាណាចេញទៅបងណែកុំចេញចរិតពិតណែបងឯងមើលងរហូតឯណាតាមឈ្នះលួងអូច្រឡំបងឯងមើលងរហូតគាត់ធ្វើលេងទេតាមពិតទៅគាត់ចង់ឲ្យឯនឹងលួងគ្នាទៅវិញទៅមកដើម្បីធម្មតាទេណាត់នឹងថ្មិញណាចានក្នុងរាវទៅបីយ៉ាងណាបើកិច្ចតិចតួចយើងយល់ពីគ្នាទៅចាបាទអបអរសាទរអូយល្អមែនទេនេះបានស័ក្តិសមជាដៃគូដ៏ល្អមែនសូម្បីតែបទចម្រៀងនោះជជែកពិភាក្សាគ្នានោះឆ្លោះនឹងឡើងបែកវល់ទៅនឹងហ្មងទៅវល់ហ្មងបទចម្រៀងគេច្រៀងឡើងព្រោះស្ដាប់ទៅឡើងលងលោអញ្ចឹងណាសុំទោសម្ចាស់ដើមបងប៉ុន្តែយើងធម្មតាយើងយករបស់គេមកបើយកដូចគេពេកក៏មិនសូវជាប្លែកដែរប៉ុន្តែមិញឃើញតែប្លែកច្រើនតែបើចង់ដូចគេក៏មិនបានដូចដែរបងគេព្រោះជាងណាអរគុណអ្នកទាំងពីរដែលបានផ្ដល់ជីកិច្ចកម្មវិធីរបស់យើងក៏ដល់ពេលវេលាតែជម្រាបលាមានអ្វីអរគុណក៏ដូចជាជូនពរចំពោះកម្មវិធីរបស់យើងបាទសូមអញ្ជើញបាទទៅពេលនេះមុនទៅបាទគឺជាដំបូងគឺអរគុណទៅដល់បាទកម្មវិធីបាទស៊ីអារម្មណ៍ហើយស្ថានីយ៍ទូរទស្សន៍ PNN ដែលបានផ្ដល់កិត្តិយសជាលើកដំបូងសម្រាប់ខ្ញុំរួមជាមួយនឹងកញ្ញាឡានផងដែរហើយខ្ញុំរួមមើលបាទអរគុណច្រើនហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាជាមួយនឹងកម្មវិធីស៊ីអារម្មណ៍បាទសប្តាហ៍នេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមទោសចំពោះកំហុសខុសឆ្គងត្រង់កន្លែងណាបើសិនជាយើងនិយាយទៅមានការខុសឆ្គងបាទសូមអធិស្ឋានផងហើយក៏បាទផ្ដាំផ្ញើដូចថាផ្ញើបទចម្រៀងក៏ដូចជាសូថ្ងៃនេះជូនទៅដល់អ្នកដែលគ្រប់គ្រងកម្មវិធីស៊ីអារម្មណ៍ក៏ដូចជា friend នៅក្នុង Facebook ទាំងអស់គ្នាផងដែរសិលាក៏អរគុណដល់ស្ថានីយ៍ទូរទស្សន៍ PNN ដែលបានអញ្ជើញនាងខ្ញុំមកជាកិត្តិយសនៅក្នុងកម្មវិធីស៊ីអារម្មណ៍ហើយក៏អរគុណដល់បងទាំងអស់គ្នាទាំងមកពិធីក៏សប្បាយចិត្តមែនតើថ្ងៃនេះគឺបានឡើងមកជាមួយនឹងដៃគូបងប៉ៃនេះគឺអរគុណខ្លាំងមែនតើហើយស្គមថាសូលថ្ងៃនេះគឺជូនទៅដល់អ្នកទាំងអស់គ្នាដែលគ្រប់គ្រងកម្មវិធីស៊ីអារម្មណ៍ក៏ដូចជាអ្នកដែលចូលចិត្តខ្ញុំបងប៉ៃនេះទាំងអស់គ្នាមួយបងចំណងឯហ្នឹងគឺទាំងអស់គ្នាហើយក៏អរគុណដល់ប៉ៃសាឡនដែលបានផាត់មុខធ្វើសក់ខ្ញុំគឺតាំងព្រលឹមតកូននៅហាងគាត់ហ្មងអរគុណច្រើនបាទហើយសម្រាប់ខ្ញុំវិញគឺសូមអរគុណទៅដល់ The Stylish Fashion ដែលបានផ្ដល់ជាសម្ភារៈយ៉ាងស្រស់ស្អាតសម្រាប់ថ្ងៃនេះផងដែរបាទអរគុណទាំងពីរដែលបានផ្ដល់កិត្តិយសជូនពរទទួលបានក្តីសុខភាពមង្គលក៏ដូចជាការសម្រេចគ្រប់ភារកិច្ចសម្រាប់ពេលនេះកម្មវិធីស៊ីអារម្មណ៍មុននឹងជម្រាបលាក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីក៏សូមអរគុណដល់ Heineken Open Your World អរគុណដល់ការតាមដានរបស់លោកអ្នកជួយពរទទួលបានក្តីសុខភាពមង្គលក៏ដូចជាការសម្រេចគ្រប់ភារកិច្ចកម្មវិធីស៊ីអារម្មណ៍អីគេធ្វើចេះស៊ីអារម្មណ៍ហ្មងអត់ទេបែបចឹងហើយបាយសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធីស៊ីអារម្មណ៍មុននឹងជួបជាមួយនឹងរឿងរ៉ាវសាកសួរជាបន្តក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីអរគុណដល់ Heineken Open Your World សូមអរគុណដល់ Rock Cambodia The Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយសិល្បករតន្ត្រីករនៅក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងពីរោបែប rock គ្រប់ប្រភេទជំរាបសួរម្ដងទៀតបាទសួរញយគាត់ជំរាបសួរចង់ប៉ាំងស្ពុតអូណែអូសំទោសគេខ្ញុំវាលៀនណែគឺថាសូវស្រួលកុំសូវថាលិចអីឬក៏ថាអត់ទេបងដល់ទេចង់និយាយថាកុំឲ្យសរសើរលិចសាច់កន្លែងកពួនជើងអីច្រើនពេកបាទពួកខ្ញុំកាន់សិលហើយចិត្តប៉ះស្នាមដេកូលហងហ្នឹងហើយឥឡូវចេះ
mình lục lon đi xem mấy cái bay đi rồi lại xem lon đi vậy năng lại cho mấy nhom yên mua bật luôn ấy hay được hơi mấy bạn ăn tập bay đi với mà hay mua lon đi xem đừng lon đi mua bật bong lon đi ngày chăn này lon đi ngày chăn bơ bông nhom đôi prang này bong con cạp rồi tôiจะ Cái rang ấy cái rang ấy នេះគឺមិនដូចឈ្មោះទៅបៃឌីវិញនឹកឃើញថាឈ្មោះឡងឌីប្រុសពេកបងដាក់បៃឌីរៀងខ្លាយទីខ្លាយហ្នឹងហើយរៀងកាប់ដល់ពេលដាក់ឈ្មោះចឹងអត់មានអត់ខ្លាចប៉ាម៉ាក់បារម្ភទេចុះឈ្មោះនៅដែរតែបងឌីតែបៃរៀងចេញមកដូចបុផាអញ្ចឹងណាបៃឌីខ្លាចទៅបៃអញ្ចឹងណានិយាយទៅគាត់ឆ្លាញ់របៀបអីទុនខ្លួនអញ្ចឹងបងគេសភាពចឹងហើយមិនដូចឯងទេហើយចង់សួរថាណែបៃឌីនឹកឃើញដំបូងមិនមូលហេតុអ្វីបើនឹកឃើញចប់បង្កើតវីដេអូឃ្លីបខ្លាំងតាមពិតដំបូងដូចមិនសូវចេះទេបងរឿង Facebook រឿងបង្ហោះ clip នេះសម្រាប់រូបផុសមួយ10នាក់20នាក់អញ្ចឹងណាបងហើយជំនាន់ហ្នឹងកាល2013ហ្នឹងអត់ស្ន់ល្បីរឿងអ្នកបង្ហោះ clip អីទេបាទបន្ទាប់មកមានមិត្តភ័ក្តិគេនិយាយថាអូឃើញម្នាក់នោះផុស clip ផុសអីអញ្ចឹងខ្ញុំក៏ឃើញអញ្ចឹងទៅក៏ផុសតាមគេទៅឲ្យ take ឲ្យពួកម៉ាក់ប្រហែលអ្នកហ្នឹងទេបន្ទាប់មកក៏មានការ share តគ្នារហូតដល់ថ្ងៃហ្នឹងអញ្ចឹងទៅបាទយើងចិត្តបន្តមកមិនដឹងយើងចូលដែរមានគេមើលច្រើនយើងតទៀតធម្មតាទេអ្នកសិស្សបាក់ចឹងឯងបើចង់និយាយថាអត់ណាក់ទីប្រហែលដែលយើងបញ្ឈប់ការសិក្សាឥឡូវខ្ញុំនៅរៀនទី12ដែរតាបងនៅបន្តទេណានេះនៅរៀនទៀតមិនដែលឃើញទៅផងហ្នឹងចាំខ្ញុំទៅໄວណាខ្ញុំ24ម៉ោងមែនអត់ដឹងថាខ្ញុំទៅខ្ញុំឌីសេមតទៀតបងឥឡូវសួរខាងបៃឌីវិញបើនៅបន្តការសិក្សាឬក៏បញ្ចប់ហើយខ្ញុំបងអត់ដែរគាត់ចូលរៀនទេថ្ងៃគាត់ដើរលេងទេបងសួរខ្ញុំទៅអីបងអីខ្លាចជំនួសអើបើឡើងឆ្លើយហ្នឹងឲ្យត្រូវអីបងចឹងទៅឡើយការសិក្សាព្យួរសិនឬក៏បាទព្យួរបាទរយៈសិនបងហេកុំនិយាយចឹងដល់មកជាឡាយហើយឬក៏ជួមកជាឡាយបាទខាងផ្នែកអីដែរខាងផ្នែក interior design ខាងប្រុសទៀតទេបងហ្នឹងខាងវិស្វករម្ដងអីចឹងណាអញ្ចឹងណា design ហ្នឹងបាទជំនាញខាងអីដែរដល់ពេលខ្ញុំបែកចំណិតចេះកាត់តវីដេអូខ្ញុំតាម interior design ដល់ពេលធ្វើការខាងអីដេប៉ាក់បងហ្នឹងហើយឥឡូវសង្កេតឃើញមួយទៀតសិលាបច្ចុប្បន្ននេះមានទូនាទីជាអីខ្លះនៅក្នុងវិស័យសិល្បៈគ្រប់មុខអីធ្វើនេះនិយាយទៅខ្ញុំជាតារាសម្ដែងជាតារាសម្ដែងទៀតណាជាតារាភាពយន្តនេះណាបាទភាពយន្តក៏អាចដែរធ្លាប់លេងរឿងធាធ្លាប់លេងរឿងជារឿងដុំបងជាដុំទៅណាកំពុងតែចាប់ផ្ដើមទៀតតារាភាពយន្តឬក៏អ្នកសម្ដែងកុនហេតុអីបានសិលាត្រឡប់មកពីការសម្ដែងកុនមកជាអ្នក YouTuber វិញបាននិយាយទៅបងគឺខ្ញុំជាសិល្បៈប៉ុន្តែដោយសារតែខ្ញុំឃើញខ្ញុំអ្វីខ្ញុំចូលចិត្តហ្នឹងគឺធ្វើវីដេអូខ្ញុំគិតតែមិនដំបងខ្ញុំធ្វើតែមួយឯងបងដោយសារតែមួយហ្នឹងគេគ្រប់គ្រងច្រើនអញ្ចឹងគេចេះតែជំរុញឲ្យធ្វើថែមទៀតយើងក៏ចូលបន្តទៀតទៅនិយាយទៅមិនចូលបងលក្ខណៈថាតាមចិត្តពួកគាត់ចង់បានអញ្ចឹងគឺអូចូលហើយអូនចូលហើយអូនចូលហើយទទួលស្គាល់ទៅបៃឌីជាមួយនឹងការបង្កើតថ្មីជាមួយនឹងវីដេអូកំ pl ហ្នឹងត្រៀមទុកមុតតើគិតយ៉ាងណាបានជាចង់លាក់បាំងរឿងយើងពីរនាក់តើមានមនុស្សប៉ុន្មានអ្នកប្រឆាំងបានជាបងស្លេកស្លាំងពេលឃើញគេកុំយល់ច្រឡំកុំយំស្ដាប់សិនរឿងហេតុគឺមិនមែនដូចអូនគិតទេរឿងហេតុយ៉ាងណាមេត្តាមកស្រ័យឲ្យច្បាស់បានទេឬមានគេដែលសើសំជាងអូនចង់ឲ្យអូនជាជាងតែសូមកុំសួរមកពេលមកដល់ចាំបងដល់ចំឡើយនេះប្រាប់មិនបានបងសុំចិត្តណាត្រាំត្រើយមិនយូរឡើយបងនឹងបកស្រាយជារឿងខ្មាស់គេមែនទេដែលមកមានអូនជាសង្សារបើបានជាសង្សារហាមិនខ្លាចជាស្នេហ៍លួចលាក់បងចង់ឲ្យគេដឹងគូបន្តទៀតទេរឿងស្នេហ៍យើងទាំងពីរនាក់ប្រាំឲ្យជាងឲ្យអូនបានកាន់ចាំយល់ចិត្តបងខ្លាំងបានទេអត់យល់ឲ្យបងមួយរយៈមិនចង់ឲ្យយើងពីរនាក់សង្ស័យនៅក្នុងទឹកនេត្រាបងស្ដាយក្រោយមែនទេដែលច្រអូនជាសង្សារព្រោះអូនធ្វើឲ្យរៀមរាលំបងមិនធ្លាប់ស្ដាយក្រោយនោះទេដែលច្រអូនជាសង្សារតែដងមកសន្យាថាមិនឲ្យអូនឈឺចាប់ឈឺហ្នឹងឯងឈឺនេះសវែងឆ្ងាយកុំងាយនិយាយពីចប់អត់និយាយពីអីលើស្ងប់ព្រមជឿជាក់លើខាងណាតែជឿផ្លែទៅហេជឿរហូតទៅជឿ
ទៀតតិចទេ ដៃអូនទៅចាំអូន ខ្ញុំជឿតែបន្តិចទេណា អេជឿច្រើនទេថៃ អត់ទេព្រោះសកម្មភាពធ្វើមកអត់ឲ្យជឿ ងក់ងច្រើនម៉េចហ៎ណាយោ ខ្មាស់គេមែនទេដែលអូនជាសង្សារតើគិនយ៉ាងណាបានជាចង់លាក់បាំងនឹងយើងពីរនាក់តើមានមនុស្សប៉ុន្មានអ្នកប្រឆាំងបានជាបងស្នេហ៍ស្លាំងពេលឃើញគេ កុំយល់ច្រឡំកុំយល់ច្រឡំទេបងសិន សងស្ដាប់ទេ ហើយគឺមិនមែនដូចអូនគិតទេ រឿងហេតុយ៉ាងណាមេត្តាមកស្រ័យឲ្យច្បាស់បានទេ តនដល់ពេល ได้สะสมជាងអូន ចង់ឲ្យអូនជាជាងតែសូមកុំសួរហើយពេលមួយមកដល់ចាំបងបដលចំឡើយពេលនេះប្រាប់មិនបានបងសុំចិត្តណាត្រាំត្រៃមិនយូរឡើយបងនឹងបកស្រាយ ជារឿងខ្មាស់គេមែនទេដែលបងមានអូនជាសង្សារបើបានជាសង្សារហើមិនដឹងខ្លាចជាស្នេហ៍លួចលាក់គួរបន្តទៀតទេឬតែយើងទាំងពីរបាច់នេះឡើយបងប្រាប់ឲ្យជាងហើយអូនបានកាន់ចាំ យល់ចិត្តបងខ្លះបានទេទុកទៅឲ្យបងមួយរយៈ បានខែបានថ្ងៃ ចង់ឲ្យយើងពីរអ្នកសាងស្នេហ៍នៅក្នុងទឹកនេះត្រា បងស្ដាយក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្វើឲ្យរៀបរលំបង មិនធ្លាប់ស្ដាយក្រោយនោះទេដែលជ្រើមេជាសង្សារតែបែរដងមកសន្យាថាមិនឲ្យអូនឈឺចាប់ផ្លូវស្នេហ៍សល់វែងឆ្ងាយកុំងាយនិយាយពីឈប់តាំងចិត្តស្នំព្រមជឿជាក់លើគ្នា ជារឿងខ្មាស់គេមែនទេដែលបងមានអូនជាសង្សារបើបាន បាត់ជំនាញគេឲ្យចឹង បាច់ជាស្នេហ៍ គាត់ដែរហើយពូក៏គាត់ទេមកប្រាប់ថាកុំលេងចឹងពេកអីទៅហើយប្រាប់គាត់ថានិយាយទៅខ្ញុំធ្វើអ្វីដែលគ្រាន់តែជាការសប្បាយធម្មតាទេខ្ញុំមិនមានប៉ះពាល់ដល់អីទាំងអស់ចឹងព្រោះមានអ្នកពេញចិត្តនឹងមានអ្នកអត់ពេញចិត្តចឹងអ្នកអត់ពេញចិត្តឲ្យគាត់ទៅតាមគាត់ទៅ នៅវគ្គក្រោយយើងនឹងសាកសួរថាតើបែបពីនេះគាត់នឹងជ្រើសរើសមនុស្សបែបណាធ្វើជាម្ចាស់បេះដូងហើយដល់ឡើងគាត់មានម្ចាស់បេះដូងហើយទៅនៅឬក៏ជ្រើសរើសបរិសុទ្ធបែបណាធ្វើជាដៃគូស្នេហារបស់គាត់ជាម្ចាស់បេះដូងរបស់គាត់ប៉ុន្តែមុននឹងសម្រាប់ក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open River សម្រាប់ពេលនេះសូមអនុញ្ញាតសម្រាប់មួយ Listen សូមស្វាគមន៍ជាបន្តមកកាន់កម្មវិធីស៊ីអារម្មណ៍វគ្គចុងក្រោយដែលជាវគ្គមួយនឹងផ្ដល់ជូននៅការសម្ដែងសម្ដាប់ជាបន្តទៀតជាមួយនឹងតារាកិត្តិយសកំពូលគោកំពូលបាញ់កំពូលវ៉ាល់អរគុណមុននឹងជួបជាមួយនឹងអ្វីបន្តក៏សូមអរគុណជាមួយនឹងម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Jewel អរគុណដល់ Rock Comedy The Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយនឹងសិល្បករតន្ត្រីករក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងពីរោះបែប rock គ្រប់ប្រភេទអរគុណសូមជួបម្ដងទៀតជាមួយអ្នកទាំងពីរដែលជាតារាកិត្តិយសដោយសារតែមិញនឹងយើងបានភ្ជាប់ពីវគ្គមុនយើងចង់សួរពីប្រអប់បេះដូងបន្តិចដែលឡានទាំងស្រស់សុភាទាំងនៅក្មេងខ្ចីទាំងវ័យដែលកំពុងតែមានភូមិរាចង់តាក់ទងក្រេបនៅលំអផ្កាអាយ៉ាតើជ្រៅហ្នឹងនេះមានម្ចាស់បេះដូងហើយទេមុខចឹងណាយកបង មិនដឹងទេមានបង អូយមានម្ចាស់បេះដូងហើយ មាន មែននិយាយលេងនិយាយមែន អូយនិយាយលេងតែបងប៉ាម៉ាក់ខ្ញុំហ្នឹងម្ចាស់បេះដូងខ្ញុំ ប្រយ័ត្នតែអូចេះស៊ីអារម្មណ៍ទៀតអញ្ចឹងអត់បានន័យថាឥឡូវបេះដូងទទេស្អាតទេ ចាបងអាចមកបានណាបងណា សំទោសណាផ្ទះមើលហើយណាចកាលអាចទៅវិញឯងបងអាចជិះខែបដុំឬក៏ទៅគ្លីនិកចិត្តផ្ទះបានណា អាច្រឹកចឹងសំខ្ញុំទៅ ហ្នឹងហើយអញ្ចឹងបានន័យថាពេលនេះអត់មានទេណា អត់មានទេបង មូលហេតុអីបានយើងមិនមាន អត់អ្នកយក ចង់យកឬក៏មិនមានអ្នកយកឬក៏គិតថាមិនតន់ចង់យក អត់តន់ចង់បាន ដោយសារតែ ឡាងហ៎ និយាយទៅអត់តន់ចង់ហ្មងបងដឹងនិយាយប្រាប់មិញប្រាប់ថាអត់តន់ចង់ហ្មងអត់តន់ដល់អារម្មណ៍ហ្មង អូយយើងមិនតន់រកអ្នកដែលប្រាថ្នាឃើញឬកន្លែងដែលប្រាថ្នាឃើញណា អឺ
កន្លែងអាឡាងបាសនាតាមគៀនវត្តគៀនអីហ្នឹង អូបូតអារប់ការលក់ហ្នឹងចុះពេលឌីឬថាមានប្តីស្អីអីហ្នឹងមិនដឹងដែរបាទពិតប្រកបដែរទេពលមាននេះ ហ្នឹងបងមានឡើងនៅកំមុំនេះ និយាយតែខ្លាចមានអ្នកនៅផ្ទះមើលឬក៏អ្នកមើលតាមទូរទស្សន៍ប្រចាំឬក៏មិនដែរសួរតាមត្រង់មានប្តីស្អីមែនឬក៏អី មានណា អត់ទេណា មាននៅល្អចាស់ហ្នឹង មានគាត់នៅកំមុំបង គេលោកអ្នកនៅផ្ទះអីមើលថាយើងនិយាយចឹងអត់ស្មោះត្រង់មួយគេទេអី ដល់ផ្ទះចំដោះស្រាយគ្នាវិញអីអត់ទេខ្ញុំអត់មាន អូយមនុស្សគាត់ពិបាកបែងចែកពិតឬក៏មិនពិតមើលទៅដូចជានៅកណ្ដាលប៉ុន្តែមិនអីទេឥឡូវនេះក៏ឈានដល់ចិត្តដល់បញ្ចប់នៃកម្មវិធីនេះទាំងពីរក៏មានបទចម្រៀងមួយបទដើម្បីបន្តនៅកម្មវិធីឲ្យរីករាយបន្តទៀតដែរហើយក៏ស៊ីអារម្មណ៍ជាមួយបទអីដែរបាទមើលទៅ ខ្មាស់គេមែនទេមានអូនសង្សារ ត្រូវហើយ បងខ្មាស់គេខ្លាំង ខ្មាស់ណា អរគុណចង់ដឹងថាអ្នកទាំងពីរមានបទចម្រៀងបងរួមជាមួយនឹងការសម្ដែងយ៉ាងណានោះសូមជួបជាមួយនឹងបទចម្រៀងមួយបទនេះដូចតទៅបាទសូមជើញ ឬក៏យើងនឹកឃើញធ្វើភ្លាមឬមានកម្រងនៅណានៃគ្នាប្រាប់ដែរ បាទវាដោយពេលបងជួនកាលយើងអង្គុយយើងនឹកឃើញអីចឹងទៅណាបាទជួនកាលទៅយើងកំពុងតែណែនខ្លាំងពេកយើងគិតអត់ចេញបងគិតចេញទៅផ្លូវហ្នឹងទៅណែនគូក្បាលយើងហ្នឹងបាទហ្នឹង ពិបាកអាណែហ្នឹងមិនស្រួលទេណាជួនកាលណាបាទជួនកាលយើងទម្លាចេញមកបានធូរហើយពេលខ្ញុំចាប់អារម្មណ៍មួយទៀតពីមុនល្បីហើយតែឯងតែឥឡូវនឹកឃើញចាប់ដៃគូជាមួយដុល្លារមូលហេតុអីហើយស្គាល់គ្នាពីពេលណា ទៅពេលណាឡើយ និយាយទៅគឺបងឌីហ្នឹងខ្ញុំខ្ញុំហ្វេនគាត់យូរហើយ អូយហ្វេននៅទីនេះតា ថ្ងៃលើកមុនហ្នឹងគឺគាត់ទៅកម្មវិធី ហ្វេនមិនចង់ជួបគាត់ចង់បើមិនតែឃើញ idol របស់ខ្លួន ហ្នឹងហើយគាត់ idol របស់ខ្ញុំហ្មងហើយដល់ពេលខ្លះចឹងលើកហ្នឹងហើយខ្ញុំជួបគាត់លើកទី1ហ្នឹងគឺនៅបឹងកេងកងតែគាត់ប្រហែលជាអត់ចាំខ្ញុំទេ កាលនោះទៅទិញកៅអៅ brand អូ brand បឹងកេងកង បន្តមកទៀតទៅគឺគាត់ទៅកម្មវិធីមួយខ្ញុំឮថាបងបៃឌីមកគាត់លឺទៅនៅឈរចាំជួបហ្នឹងចឹងទៅថាតែមកបានជួបគាត់និយាយទៅស្រឡាញ់ខ្ញុំបងពេលណាដែលជួបគ្នាដំបូង ជួបគ្នាដំបូងនៅបឹងកេងកង បឹងកេងកងតែពេលនេះខ្ញុំអត់ជួបគាត់ទេ ពេលណាដែលយើងជួបគ្នាប្រសពនិយាយគ្នាបានណា បើនិយាយទៅគឺមានការងារមកមួយគ្នាលើដំបូងទៅជាប់គ្នាដល់ពេលចិត្ត ជាប់គ្នាជាប់វិស័យគ្នា ជាប់ឡើងហើយណា មែនទេមានការងារធ្វើមួយគ្នាហ្នឹងចេះមានបតៈបន្ត ជាប់វិស័យ បតៈមិនឡើង ស្បៃមុងអី នេះទៅធ្វើការរួម និយាយ គ្នា ទៅហ្នឹងហើយនិយាយ ការរួមគ្នា ហើយតមករហូតទៅបង អ្នកទាំងពីរឮថាមានคลิปវីដេអូមួយដែលប្លែកមីនៅក្នុងកម្មវិធីរបស់យើងដែលមិនទាន់បានចាក់នៅក្នុង YouTube ឬក៏បានធ្វើការបញ្ចេញនៅក្នុង Facebook របស់ខ្លួន បាទ ពិតជាមានមែន មានដោយសារតែវីដេអូឃ្លីបនេះធ្វើជាពិសេសជូនទៅដល់អ្នកដែលជាអ្នកគ្រប់គ្រងកម្មវិធីស៊ីអារម្មណ៍ផ្ទាល់តែម្ដង អូខេ បាទ ចង់ដឹងថាជាវីដេអូអ្វីបាញ់គ្នាហុយផ្សាយយ៉ាងណាឬក៏លក្ខណៈត្រាវគ្នាដល់កម្រិតណាឬក៏រមាស់រសើបរញៀបរញៀបទៀតណាឬក៏ចាក់ចុចដល់កម្រិតកំពូលណាគឺសូមទស្សនាវីដេអូឃ្លីបនេះដូចតទៅបាទសូមជឿ បងបាយឈ្មោះអីខ្ញុំឈ្មោះឡាងហ៎បងហើយបងឯងអាយុប៉ុន្មានខ្ញុំ20ឆ្នាំបងហើយបងឯងមានសង្សារនៅខ្ញុំអត់ទាន់មានទេបងខ្ញុំនៅ single Hello ប្តីបាយនៅណាហ្នឹងអូយបងឯងមើលមានម្នាក់ស្រីនោះមួយញ៉ៃអូនឈួតហ្មងណាធុញអូយអូននឹកបងឯងខ្លាំងមែនតើហ្មងនេះជួបហើយឡើងចឹង ណែបាក់ចកេះមិនដែរនៅឃើញមានបានបង្កើតវីដេអូឃ្លីបអញ្ចឹង គឺធម្មតាដូចខ្ញុំនិយាយចឹងពីរអ្នកខ្ញុំគឺចូលចិត្តសប្បាយដូចគ្នាហើយឲ្យតែពេលនៅមួយគ្នាគឺគិតឃើញកំណត់អីដែលរៀងភាសាសម័យថាឈួតអីចឹងហើយអាសាតែចាក់ខ្ចៅជុំគ្នាអាសាទៅណាអត់ចេះមានកម្រិតថៃផ្នែក អត់អាសាចាក់ខ្ចៅបងញ៉ាំត្រាវបងឥឡូវចូលដល់ខ្ញែវិញ លេខដាក់បៀកមាត់មកទៅបណ្ដាហើយការធ្វើคลิปវីដេអូដែលធ្វើឲ្យគេខ្លះក៏ពេញចិត្តខ្លះក៏ជេរប្រមាថអីអញ្ចឹងទៅបើពីនេះដែលរៀបច្បងគេសួរមុនប៉ាម៉ាក់ធ្លាប់ឃើញវីដេអូដែលគេជេរកូនទេ ធ្លាប់ហ្មង ធ្លាប់ដែរ បាទ ដល់ពេលឧទាហរណ៍ថាជេរទៅប្រមាថកូនដល់ខ្លះពេលខ្លះទៀតប្រមាថដល់អាយុជីវិតដល់សុខភាពដល់អីដល់ជាខ្លះក៏ដល់ពួកគាត់អីទៀតដែរគាត់មានមតិយោបល់ត្រឡប់មកវិញមិនដែរ ធ
ធម្មតាបងទឹកចិត្តដែលជាម្ដាយពុកនោះគាត់ជាបារម្ភចំពោះកូនហើយមិនចង់ឲ្យកូនខ្លួនឯងត្រូវគេប្រមាថគេជេរអញ្ចឹងឯងហើយគាត់តែងតែប្រាប់ដែរថាឲ្យឈប់ឲ្យអីអញ្ចឹងណាបាទពីព្រោះថាដំបូងពេលដែលខ្ញុំចេញដំបូងហ្នឹងគឺអត់ទាន់បានអ្វីដែលជាដូចថានិយាយភាសាស្រួលស្រាប់គឺអត់មានបានអីមកវិញណាបាទគាត់យើងធ្វើដើម្បីកំសាន្តអត់បានអីមកវិញហើយគឺត្រូវគេជេរត្រូវទៀតអញ្ចឹងគាត់តែងតែប្រាប់ថាអត់ចង់ឲ្យឈប់ឲ្យអីប៉ុន្តែយើងនៅតែជំនះទៅដល់ឥឡូវយើងអាចយើងនៅតែមុខក្រាស់បន្តទៀតដើម្បីជេរទៀតហើយបាទមុខឡើងវិញដែរយ៉ាងណាដែរបាទនិយាយទៅខ្ញុំក៏ប៉ាក៏ធ្លាប់ប៉ាម៉ាក់ធ្លាប់ហាមបាទសូមគោរពសូមជំរាបសួរលោកលោកស្រីកញ្ញាក៏ដូចជាប្រិមត្តទស្សនិកជនដែលកំពុងតែរងចាំជាមួយនឹងកម្មវិធីស៊ីអារម្មណ៍ជាបន្តទៀតហើយជាមួយនឹងសប្តាហ៍ថ្មីមានអ្វីថ្មីការស៊ីអារម្មណ៍ថ្មីជាមួយនឹងតារាកិត្តិយសក៏ថ្មីរឿងរ៉ាវថ្មីជាមួយនឹងការចាក់ដោតដល់ក្រៅបេះដូងក៏ថ្មីអ្វីៗសុទ្ធតែថ្មីទាំងអស់នៅក្នុងសប្តាហ៍នេះយើងមានតារាកិត្តិយស2រូបដែលគាត់នឹងគឺប្រហែលយើងភេទតិចតិចបានជ្រាបច្បាស់តែមកនឹងជួបជាមួយនឹងតារាកិត្តិយសមិនច្បាស់ភេទកម្មវិធីរបស់យើងក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Your World អរគុណដល់ Rock Comedy Radio FM 107.3 គឺជាវិទ្យុតន្ត្រីបែប Rock តែមួយគត់ដែលប្រមូលផ្ដុំដោយកម្មវិធីជជែកកម្សាន្តជាមួយនឹងសិល្បករតន្ត្រីករក្នុងប្រទេសកម្ពុជាពិសេសលោកអ្នកបានជួបជាមួយនឹងបទចម្រៀងដ៏ពីរោះបែប Rock គ្រប់ប្រភេទចង់ដឹងថាតើតារាកិត្តិយសគឺជាអ្នកណាហើយគាត់នោះមានភេទអីខ្លះសូមជួបជាមួយនឹងតារាកិត្តិយសដូចតទៅមានមនុស្សជាច្រើនដែលចូលចិត្តគាត់ហើយក៏មានមនុស្សមិនតិចទេដែលមិនសូវចូលចិត្តគាត់តែងតែនាំយកសំណើចនិងភាពកំ pl ុកកំ pl ែងដល់មនុស្សជាច្រើនតាមរយៈបណ្ដាញសង្គម Facebook ម្នាក់នោះគឺប៉ៃឌីថ្ងៃនេះគាត់បានមកជួបជាមួយកញ្ញាសាឡាត់ស្រីឡាងដៃគូដែលមានវោហារស័ព្ទមិនចាញ់គ្នានោះទេតារាសម្ដែងស្រីថ្មីរូបនេះកំពុងត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងធានាថាថ្ងៃនេះស៊ីអារម្មណ៍ហើយថែមទាំងសោយទៀតបងឌីអើយបើមានមនុស្សម្នាក់គេជួយស្លាញ់ម៉ែខ្លួនស្លាញ់ម៉ែយូរហើយម៉ែគិតមិនដែរនិយាយទៅម្នាក់ហ្នឹងគឺស្លាញ់ម៉ែយូរហើយគេសម័យគេគិតនិយាយទៅគេក្រាស់លើម៉ែច្រើនឆ្នាំហើយណានិយាយទៅគេស្លាញ់ម៉ែខ្លាំងណាស់ម្នាក់ស្រីហ្នឹងគេស្លាញ់ម៉ែខ្លាំងមែនតើគេអាចអត់ម៉ែបានទេម៉ែដឹងអត់ខ្ញុំប្រាប់ម៉ែម្ដងអាឡាងថាខ្ញុំអត់ស្រឡាញ់មនុស្សស្រីឯងយល់ទេចេះឆ្កែពីខ្ញុំអញ្ចឹងអូស្អីណាអូនេះថ្ងៃហ្នឹងម៉ៃមកព្រោះវិញញ៉ាកណាមែនថ្ងៃនេះផងប្រឡំខ្លួនខ្ញុំស្រីដែរថ្ងៃហ្នឹងអូស្រីអត់ទេតែខ្លួនចឹងដូចខ្ទើយមិនអាឡាងមែនតែមិនខ្ទើយខ្ញុំស្រីកន្លែងណាដែលបញ្ជាក់ថាខ្ញុំខ្ទើយឡាងគេតែខ្លួនផងកន្លែងណាដែលបញ្ជាក់ថាខ្ញុំខ្ទើយមកឯងមុខដូចខ្ទើយយល់អត់អត់បញ្ហាទេខ្ទើយសំខាន់ខ្ញុំស្អាតខ្ញុំខ្វល់ទេយល់ស្អុយអីមែនវិញឡាងបាទឈប់បងខ្ញុំឆ្លោះគ្នាតន់ចប់បាទឈប់សិនមកឈប់ណាគេហៅមកបាទជំរាបសួរបាទជំរាបសួរសិនសូមជឿតែកណ្ដោះបាទគិតទៅអ្នកទាំងពីរគឺមិនខ្វះពាក្យសម្ដីមិនខ្វះអានេះពីជជែកកំសាន្តមិនខ្វះការបាញ់គ្នាទេបាទហ្នឹងបើចូលមកខាត់តន់ហ្នឹងមើលបើសិនជាមិនខាត់តន់ញាក់សាច់ទេខ្ញុំស្អីចេះនិយាយបងបាទថៃពពុះមកដូចពពុះសាប៊ូហ្នឹងបាទហ្នឹងខ្ញុំស្អីចេះនិយាយបាទនិយាយសុខសប្បាយទាំងពីរនាក់ណាសុខសប្បាយបងសុខសប្បាយសុខសប្បាយធម្មតាហើយជួងធម្មតាមិនសុខរបៀបឈួតទេបងហ្នឹងហើយថាសុខឈួតបានទេសុខឈួតលក្ខណៈដល់លេលើដល់ដោះអាវហើយចង់និយាយថាមកហ្នឹងតែមួយឃើញដោះអាវដែរហ្នឹងហ្នឹងថតរឿងតែគាត់និយាយម្ដងគាត់ធីកឥឡូវនេះឃើញថាអ្នកទាំងពីរមកលក្ខណៈវល់ពីដំបូងប៉ុណ្ណេះហើយគឺថាតិចទៀតជាមួយនឹងវគ្គស៊ីអារម្មណ៍របស់យើងនៅតែមានបន្តទៀតជាមួយកម្មវិធីរបស់យើងមិនទាន់បានស៊ើបសួរមិនទាន់បានដឹងច្បាស់ទេព្រោះកម្មវិធីថ្ងៃនេះគឺលក្ខណៈបែកផ្សែងយកគ្នាតែម្ដងអរគុណខ្ចាយមកមុននឹងបន្តជាមួយនឹងការស៊ីអារម្មណ៍ជាបន្តទៀតក៏សូមអរគុណដល់ម្ចាស់បឋមកម្មវិធីសូមអរគុណដល់ Heineken Open Your World សម្រាប់ពេលនេះអញ្ញាតសូមសម្រាប់បន្តិចសិន